អបកូនត្រីកូនសក្រីមកនេះហូបរាល់ថ្ងៃក៏អត់ណាយដែរបងប្អូនសម្រាប់បងប្អូនដែលតលន់សាច់ហើយចង់ហូបអីបែបស្រាលខ្លួនណាអាចសាកធ្វើមកនេះបានខ្ញុំចាប់ផ្ដើមរំលឹងកូនសក្រីមុនគេបងប្អូនហើយកូនសក្រីឈ្ងុយខ្ញុំបបងខ្ទឹមសខ្ញុំបន្ថែមនឹងទឹកត្រីអំបិលប៊ីចេងស្ករត្នោតហើយម្សៅស៊ុបបងប្អូនខ្ញុំក៏គ្រឿងដែលបានផ្សំនឹងឲ្យរលាយសព្វចូលគ្នាហើយខ្ញុំបន្ថែមនឹងផ្សិតពណ៌សនេះបងប្អូនខាងបងប្អូនហៅផ្សិតអីដែរខ្ញុំដាក់ផ្សិតនឹងមុនដើម្បីកូរជាមួយគ្រឿងឲ្យផ្សិតទន់ណាបងប្អូនហើយខ្ញុំបានបន្ថែមកូនត្រីទូចៗនេះជាមួយកាពឹសកូរច្បល់ចូលគ្នាឲ្យសព្វមកខ្ញុំបិទក្របផ្ងុំទុកតលតែសាច់ត្រីហ្នឹងងុំផុយល្អបងប្អូនងុំទាំងឆ្អឹងណាបានហូបទៅឆ្ងាញ់ហើយសម្រាប់ម្ទេសខ្ញុំដាក់ម្ទេសម្លេបងប្អូនម្ទេសនេះអត់ហឹលទេគាត់ថាខ្ញុំដាក់យកសម្រាប់ឲ្យម្ហូបនឹងកាន់តែតំណងជាចុងក្រោយបន្ថែមម្រះព្រៅឲ្យកូរថ្នមមកបងប្អូនជាការស្រេចអី